សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបាទម្ដងទៀតហើយចឹងថ្ងៃនេះខ្ញុំនឹងមករៀនអ្នកនរគ្នាអំពីរបៀបcompress file និង uncompress file នៅលើ CentOS Linux CentOS ចឹងខ្ញុំធ្វើការ switch ទៅroot user សិនចឹងខ្ញុំវាយ sudo su អូខេចឹងខ្ញុំមើលខ្ញុំមាន file អីខ្លះមានច្រើនចឹងខ្ញុំបង្កើត folder ដើម្បី test សិន folder វាមានតិចពេកខ្ញុំវាយ make dear ដាក់ dear ហើយចុចខ្ញុំបង្កើត10ចឹងយើង ls មើលអូខេមាន dear 1 2 3 រហូតដល់10ហើយខ្ញុំបង្កើត file ចំនួន10ដែរមកខ្ញុំឲ្យថា touch ហើយខ្ញុំដាក់ថា log ចុះខ្ញុំបង្កើតចំនួន10យើង ls អូខេអូវ៉េខ្ញុំភ្លេចដាក់ text .text ខ្ញុំលុបចោលអញ្ចឹងខ្ញុំវាយមក rm ខ្ញុំដាក់ឈ្មោះ1.10យើង ls អូខេចឹងយើងបង្កើតសារមួយយើងដាក់ dot ខ្ញុំដាក់ dot tt មកមានន័យយើងបង្កើត file ជា text file ហើយយើង ls មើលអូខេចឹងឥឡូវត្រឡប់មកវិញយើងមកមើលពីរបៀប combine file ឬក៏ folder ចឹងខ្ញុំចង់ combine folder ខ្ញុំចង់ combine folder dia 1 dia 2អញ្ចឹងខ្ញុំប្រើ command line ថា .svf ហើយខ្ញុំដាក់ថា main ដាក់ថា main អញ្ចឹងចុះខ្ញុំដាក់ថា main folder ថាហើយខ្ញុំយក dia 1 dia 2ហើយខ្ញុំ enter អូខេចឹងឥឡូវយើង ls មើលនេះ main ថាចឹងឥឡូវយើងសាក ls មើលទៅ ls main អូខេនិយាយថានេះដូចនៅលើ Windows ចឹងអ្នកនរគ្នាវាដូចយើង zip file អីនៅលើ Windows ចឹងតែថាយើងប្រើ CentOS Linux នេះយើងប្រើអត់មាន GUI ទេចឹងចឹងយើងប្រើ command line យើងអត់មាន graphic user interface ដូច Windows ទេយើងប្រើ command line សុទ្ធដើម្បី zip ហើយនឹង unzip វានិយាយទៅវាដូច Windows វាចឹងអាហ្នឹងចឹងឥឡូវយើងចង់នេះ extract វាមកមើលវិញយើងធ្វើម៉េចចឹងយើងវាយមកវាយយើងប្រើ command line ថា hvf ហើយខ្ញុំដាក់ឈ្មោះមិញ main folder អូខេ dia 1 dia 2មិញហ្នឹងដែលយើង combine វាមុនហ្នឹងចឹងឥឡូវយើង ls មើលមកចឹងឥឡូវយើងចូលមកដល់ចំណុចថ្មីទៀតចឹងអានេះគឺជាការ zip file យើងរបៀប
zip file វាមាន3មានzip ហើយនឹង gzip ហើយនឹងbzip2 ហើយចំពោះ zip យើងប្រើ command line វាតែមួយទេហើយវាអាច combine ផងហើយនឹង compress ផងហើយសម្រាប់ gzip វាបានតែ compress ទេហើយ bzip2 ក៏បានតែ compress ដូចគ្នាហើយ gzip នេះវាអាច compress បាន single file ហើយវាបានទាំងវាបានទាំង file បានទាំង folder ហើយចំណែក bzip2 នេះវាអត់អាច cannot work with directory ជាមានន័យថាវាបានតែ file ទេ compress បានតែ file ទេអញ្ចឹងឥឡូវខ្ញុំមក test zip ចឹងខ្ញុំវាយ command មក zip ហើយខ្ញុំដាក់ main folder .zip អញ្ចឹងខ្ញុំ zip ខ្ញុំ zip log 1 .text ហើយនឹង log 2 .text enter អញ្ចឹងយើង ls មើលទៅអូខេអញ្ចឹងនេះបានហើយវា combine ឲ្យយើងហើយវា zip ឲ្យយើងទៀតអានោះសម្រាប់ command zip ហើយមួយទៀតzip ដក OR ហ្នឹងមានន័យថាម៉េចមានន័យថាបើយើងវាយ zip ធម្មតាអត់មានដក OR នៅក្នុង folder ហ្នឹងវាមាន sub folder ហើយវាមាន file មានអីទៀតវា zip អត់បានទេអញ្ចឹងបើយើងចង់ zip folder ឬក៏ file ណា folder ដែលមាន sub folder នៅក្នុងនឹងច្រើនហើយមាន file នៅក្នុងនោះទៀតយើងបន្ថែមដក OR មកយើងអាច zip វាបានហើយចានេះខ្ញុំ zip វាបានដោយសារនេះក្នុងអានេះជា file ធម្មតាហើយឥឡូវយើងសាកមើលឥឡូវឧទាហរណ៍យើងចង់ zip ឥឡូវខ្ញុំ ls មើលvi lab ចឹងនៅក្នុងហ្នឹងមានអីគេមាន vi node.text ឥឡូវខ្ញុំចង់ zip អីគេ zip vi ខ្ញុំ ls មើលសិនផ្លេចដែរអញ្ចឹងខ្ញុំអីគេខ្ញុំ zip vi lab ខ្ញុំដាក់ vi lab.zip ហើយខ្ញុំដាក់ folder នឹងចូលមកអញ្ចឹង enter យើង ls អូ wait ហើយខ្ញុំដោយសារវាអត់មាន folder នៅក្នុងនឹងទៀតអញ្ចឹងវាបានហើយអូខេអញ្ចឹងអានេះ zip ហ្នឹងនេះវា combine ហើយ compress ឲ្យយើងហើយបងអញ្ចឹងយើងអត់ត្រូវការទៅ comment ថាដើម្បី combine ទេមក compress តាមក្រោយទេអញ្ចឹងឥឡូវខ្ញុំចង់ទៅ unzip មួយវិញនេះអញ្ចឹងនេះ unzip នេះមាន2អានេះយើង unzip current directory unzip .e នេះមានន័យថាទោះបីជាវាយើងអត់នៅ current directory វាក៏យើង unzip បានដែរអញ្ចឹងឥឡូវខ្ញុំវាយ command line unzip អូខេខ្ញុំបើក i មើលសិនអញ្ចឹងខ្ញុំ unzip vi lab.zip អញ្ចឹងវាយមក unzip vi lab.zip អូខេខ្ញុំ ls មើលអូខេចឹងឥឡូវយើងមកដល់ gzip វិញអញ្ចឹងយើង compress វាមកយើងវាយ gzip អឺគេ gzip toy ហើយនឹងអូខេនេះអូមានន័យថានេះឥឡូវយើងសាកទៅមើលនៅក្នុង directory ហ្នឹងមានអីខ្លះ ls
thòi trong thòi nó miền thải là một kia ok chẳng muốn nắng viên lốt vì dân chỉ xếp tới bị đạo chỉ đã đỏ qua má đỏ quá mình thả nếu như ở vậy vậy mình play đã chấm ái mình ờ chẳng nhầm đã chấm thả testing lại nhầm đã thả mình man mùi chẳng chờ vậy mà lấy chẳng như mà anh sẽ biểu mình đó cho mình đang dương sẽ bịa hai hai anh xếp đỏ quá thói what oh chúng chừng lòng chi anh xếp chi thả ok chẳng là lấy dương mà đó là cho mà đó bị thu vĩnh chứ như vậy comment lại bị thu má anh em đã tha ý thu anh đã điều với điều muốn what is ok chẳng dân từ combine như xin chẳng như vậy của mình thả thả hay độ CVF chẳng nhầm đã điều với điều muốn quá nhầm tôi chỉ ở ban đã trong hai phía vậy nào nè ok chơi nhầm đã tha my dear dot tha enter ok chân tập á nhiều vài món bị xếp thú đỏ và những đặt here với what my dear dot tha như vậy ở as my dear ok chẳng còn anh em chờ làm đã đạt đấy bị dịp thu đó việc compress ban đặt file dừng từ compress folder cho mình bị error ok đấy lấy dân từ tab chuỗi file lấy tay dân từ combine file dần cho như vậy thả CVF CVF dương combine như kia
ok my dear thu dot thaអត់អាចមុជចូលនេះបាទចឹងឥឡូវមកយើងកំបាញ់ file ហើយយើងកំបាញ់ហើយយើងទៅ compress វាចឹងយើងវាយ b10 b2 ហើយយើងដាក់ log 10.text ហើយនឹង laravel.text អូខេ ls.a ចាស់ច្បាស់ ls.l here's នេះ b2 .b2 នឹង .b2 នឹង ឥឡូវយើងទៅ uncompress មកវិញយើងក៏ដាក់ u ចឹងមកចឹងឥឡូវយើងuncompress វាមកវិញអូខេ ls បានវិញហើយអូខេចឹងបន្តមកទៀតយើងចូលមក comment បន្តទៀតថា with compression ចឹងសម្រាប់command line នេះយើង combine វាហើយយើង compress វាតែម្ដងនេះ cj វាដូចយើង combine ធម្មតាយើង combine ធម្មតាយើង combine វាហើយមក compress វាតាមក្រោយចឹង command line មួយនេះវា combine ហើយវា compress ដែរចឹងយើងអត់យើងធ្វើតែម្ដងហើយហើយថា .cjvf ហ្នឹងមានន័យថាយើងប្រើប្រាស់ compress ជាមួយនឹង b2 ហើយចំណែកថា .czvf នេះអានេះមានន័យថាយើង compress ជាមួយនឹង g2 អញ្ចឹងឥឡូវយើងទៅតេស្តមកយើងដាក់ថា .c ថា .c jvf ហើយខ្ញុំដាក់បានខ្ញុំដាក់ថា log 1ខ្ញុំដាក់ log 3 log 3 dot
ជាវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបាយបាយបើសិនជាអ្នកនរគ្នាមានចង្អល់អីអ្នកនរគ្នាអាច comment ឬក៏ research បន្ថែមទៀតដោយសារ comment line ច្រើនហើយយើងអត់អាចចាំបានទេតែគាត់ថាយើងធ្វើការយល់អីចឹងណាបាយបាយអ្នកនរគ្នា